បាទជំរាបសួរលោកគ្រូអ្នកគ្រូបាទជាពិសេសលោកគ្រូអ្នកគ្រូ ICT នៅតាមសាលាអញ្ចឹងបន្ទាប់ពីសាលារៀនបានធ្វើតេស្តស្តង់ដារតាមប្រព័ន្ធអនឡាញមួយ EdTech រួចហើយប្រកាសណាលោកគ្រូអ្នកគ្រូ ICT ត្រូវបញ្ចូលបន្ទុកនៅក្នុងប្រព័ន្ធទិន្នន័យសាលារៀនកិច្ចការទី4គឺធ្វើតេស្តស្តង់ដារឆ្នាំ2026អញ្ចឹងដើម្បីបានបន្ទុកមកបញ្ចូលនៅក្នុងកិច្ចការទី4នឹងបានសម្រាប់ខែឧសភាបាទទី1សូមលោកគ្រូអ្នកគ្រូចូលទៅកាន់ dashboard ដែលលោកគ្រូអ្នកគ្រូសម្រាប់ពិនិត្យមើលលទ្ធផលប្រឡងទិន្នន័យប្រឡងបាទចូលមកកន្លែងត្រង់ហ្នឹងហើយលោកគ្រូអ្នកគ្រូបាទធ្វើការជ្រើសរើសបាទយកទិន្នន័យប្រឡងហើយយកពាក្យថាមើលលម្អិតបន្ទាប់មកធ្វើការជ្រើសរើសខេត្តស្រុកសាលារៀនបាទអញ្ចឹងធ្វើការជ្រើសរើសតែប៉ុណ្្នឹងមកចំពោះកម្រិតថ្នាក់បន្ទប់អីគ្រូបាច់ចាំជ្រើសរើសទេពីព្រោះយើងត្រូវការបន្ទុកសម្រាប់សិស្សទាំងអស់យកមកបញ្ចូលនៅក្នុងប្រព័ន្ធបញ្ចូលបន្ទុករបស់យើងនេះបាទអញ្ចឹងបន្តមកទៀតកន្លែងស្ថានភាពសិស្សនេះគឺមិនបាច់ចាំជ្រើសរើសទេគឺទុកនៅអញ្ចឹងដដែលហើយកន្លែងលទ្ធផលចុងក្រោយនេះបាទសូមចុចទៅដើម្បីឲ្យប្រព័ន្ធវាអាប់ដេតនៅលទ្ធផលចុងក្រោយទាំងអស់បាទហើយនៅកន្លែងសិស្សនេះបាទនេះគឺជាចំនួនសិស្សនេះគឺវាលោតបានតែមួយស៊ីតបានមួយស្លឹកបាន20នាក់អញ្ចឹងលោកគ្រូចង់បានទាំងអស់បាទចង់បានទាំងអស់បាទសូមកន្លែងនេះចុចជ្រើសរើសយកពាក្យថាទាំងអស់បាទបន្ទាប់ពីបានប៉ុណ្ណឹងហើយបាទសូមធ្វើការទាញយកអញ្ចឹងទាញយកជា CSV បានន័យថាលក្ខណៈជា Excel បាទចុចកន្លែងហ្នឹងមកបន្ទាប់មកធ្វើការបើកប្រសិនបើលោកគ្រូចុចទៅហើយបាត់អត់ឃើញអីទេបាទសូមចូលមកកាន់ folder បន្ទាប់មកទៅរកពាក្យថា download អញ្ចឹងវាចូលនៅកន្លែង download នេះបាទបាទនេះគឺជាលទ្ធផលប្រឡងរបស់សិស្សនៅខែឧសភាហ្នឹងអញ្ចឹងបានប៉ុណ្ណឹងហើយបាទសូមចូលទៅកាន់បាទកិច្ចការទី4របស់យើងកន្លែងបញ្ចូលបន្ទុកខែឧសភានេះអញ្ចឹងសូមលោកគ្រូបាទធ្វើការបង្កើតនិស្សិតថ្មីមួយទៀតបាទដោយចុចសញ្ញាលេខបូកបាទនេះសញ្ញាលេខបូកនៅគៀនគេនេះបាទដែលពាក្យដាក់ថា exit សូមចុចកន្លែងសញ្ញាលេខបូកហ្នឹងបាទនេះចឹងយើងបានស៊ីតថ្មីមួយទៀតហើយបន្ទាប់ពីបានស៊ីតថ្មីនឹងហើយសូមចូលមកកាន់ Excel នេះវិញហើយធ្វើការ copy បាទ copy លទ្ធផលប្រឡងទាំងអស់ហ្នឹងបាទចាប់ពីឈ្មោះមកបាទ copy លទ្ធផលទាំងអស់ហ្នឹងយកមកផាសនៅក្នុង sheet ថ្មីដែលយើងបានបង្កើតបាទអញ្ចឹងខ្ញុំចុច control V វិញដើម្បីផាសបាទអញ្ចឹងនេះគឺជាលទ្ធផលប្រឡងបន្ទាប់មកទៀតសូមលោកគ្រូក៏លេខមកមើលមុខវិជ្ជាដែលត្រូវប្រឡងបាទអញ្ចឹងមុខវិជ្ជាដែលយើងបានប្រឡងនៅក្នុងប្រព័ន្ធហើយនឹងមុខវិជ្ជាដែលយើងត្រូវបញ្ចូលគឺអត់ដូចគ្នាទេគឺនេះវាមានសរសេរតាមអានមានតែងសេចក្តីមានតេស្តល្បឿនលំណានហើយមានព័ត៌មានវិទ្យាមានគេហអប់រំកាយបំណិនសេដ្ឋកិច្ចអីផ្សេងហ្នឹងអញ្ចឹងវាអត់ដូចគ្នាអញ្ចឹងដើម្បីឲ្យមានភាពងាយស្រួលក្នុងការបញ្ចូលបន្ទុកនេះទៅឲ្យបានរលូនបាទបញ្ចូលតែម្ដងហើយជាការស្រេចអញ្ចឹងសូមលោកគ្រូធ្វើការ add ឬក៏ insert បាទ insert column បន្ថែមដែលចុច select ទៅលើវាអញ្ចឹងទៅបន្ទាប់មកចុច mouse ស្ដាំហើយយកពាក្យថា insert one column បាទបើ select 1គឺ load one column បើ2គឺ two column បាទអញ្ចឹងខ្ញុំយក insert one column ហ្នឹងបាទនេះគឺយើងបានមួយហើយយើង insert ទៀតមកបាទលោកគ្រូធ្វើអញ្ចឹងឲ្យបានគ្រប់ទៅអញ្ចឹងនេះយើងបាន3ហើយបើផ្ទៀងផ្ទាត់មួយនេះត្រូវហើយនេះបាទគឺមានសរសេរតាមអានមានតែងសេចក្តីមានតែអំណានអញ្ចឹងហើយអញ្ចឹងខ្ញុំអាចកុំឲ្យច្រឡំអញ្ចឹងខ្ញុំសូម copy ហ្នឹងបាទយកមកផាសដល់នេះបាទនេះឃើញទេបានសរសេរតាមអានមានតែងសេចក្តីមែននេះហ្នឹងហើយ
បន្ទាប់មកទៀតយើងផ្ទៀងផ្ទាត់មើលទៀតគឺមុខវិជ្ជាទាំងអស់ហ្នឹងចន្លោះបាទបន្ទាប់ពីមុខវិជ្ជាប្រវត្តិវិទ្យានៅក្នុងប្រព័ន្ធយើងបន្ទាប់ពីប្រវត្តិវិទ្យាគឺមុខវិជ្ជាព័ត៌មានវិទ្យាអញ្ចឹងកន្លែងហ្នឹងយើងធ្វើការ insert ថែមមួយកន្លំទៀតបាទនេះយើងដាក់បាទព័ត៌មានវិទ្យាបាទយើងបានព័ត៌មានវិទ្យាមួយទៀតហើយអញ្ចឹងយើងពិនិត្យមើលបន្តទៀតអញ្ចឹងនៅនេះគឺមានបន្ទុកពលរដ្ឋផែនដីហើយភូមិតែនៅក្នុងកិច្ចការរបស់យើងនេះគឺមានតែភូមិពលរដ្ឋហើយផែនដីអញ្ចឹងដើម្បីកុំឲ្យវាខុសគ្នាលោកគ្រូបាទសូមចុចបាទចុចទៅលើវាអញ្ចឹងselectមកហើយឃើញមានរូបបាតដៃនេះបាទរូបបាតដៃហ្នឹងចុចឲ្យជាប់បាទចង្កត់ម៉ៅឲ្យជាប់ហើយធ្វើការអូសបាទអូសពេលខ្ញុំដាក់កន្លែងផែនដីនេះបាទអញ្ចឹងឃើញយើងបានលេខរៀងបានពលរដ្ឋបានផែនដីបានភូមិអញ្ចឹងយើងនៅមានទៀតអញ្ចឹងយើងនៅមាន6មុខវិជ្ជាទៀតមានគេហៈអប់រំកាយបំណិនសេដ្ឋកិច្ចសិល្បៈកសិកម្មអញ្ចឹងយើងធ្វើការ insert បាទ insert កលំនឹងថែមទៀតមកបាទ insert បាទអញ្ចឹងយើងថែមទៀតបាទឲ្យលឿនយើងចុចម្ដង2ចឹងមកបាទ select ម្ដង2យើង insert ម្ដង2មកលឿនបាទបន្ទាប់មក copy ចំណងជើងមុខវិជ្ជាហ្នឹងបាទ copy ចំណងជើងមុខវិជ្ជាហ្នឹងយកទៅដាក់ដល់ហ្នឹងដែរមកបាទអញ្ចឹងនេះយើងបានឈ្មោះមុខវិជ្ជាទាំងអស់គឺត្រឹមត្រូវតាមប្រព័ន្ធបញ្ចូលបន្ទុករបស់យើងហើយប៉ុន្តែនៅឡើយលទ្ធផលបាទមុខវិជ្ជាដែលយើងអត់បានប្រឡងបាទសូមលោកគ្រូបញ្ចូលលទ្ធផលឲ្យហើយដោយបញ្ចូលលេខ0បាទចំពោះមុខវិជ្ជាដែលអត់បានប្រឡងហ្នឹងបាទសូមបញ្ចូលលេខ0ឲ្យហើយទៅអញ្ចឹងខ្ញុំសូមឧទាហរណ៍បាទសេតាមអាននេះខ្ញុំបញ្ចូលលេខ0បន្ទាប់មកយើងចុចទៅលើបាទ select ទៅលើលេខ0នោះដដែលហើយយកម៉ៅរបស់យើងនេះទៅដាក់ចំកន្លែងកែងមូលនេះហើយចុច double click មកអញ្ចឹងនេះលេខ0បានទាំងអស់ហើយតោះមកលោកគ្រូធ្វើការ copy ទៅដោយចុច control ជាមួយនឹង shift ហើយចុច arrow key ចុះក្រោមមកគឺយើងបាន select ពេញទាំងអស់បាទហ្នឹងឃើញបាន select ដល់ចុងក្រោយហើយអូសឡើងទៅលើវិញបាទយកមកផាសមកបាទផាសនៅតាមមុខវិជ្ជាដែលយើងអត់បានប្រឡងហ្នឹងមកបាទអញ្ចឹងបន្ទាប់ពីលោកគ្រូធ្វើការបញ្ចូលបន្ទុក0ចំពោះមុខវិជ្ជាដែលអត់បានប្រឡងហ្នឹងហើយអញ្ចឹងសូមចូលមកកាន់ខែឧសភានេះវិញបាទចូលមកកាន់ខែឧសភាបាទហើយនៅជួរខាងលើគេនេះសូមវេបញ្ចូលនៃរូបមន្តមួយគឺរូបមន្ត filter ដែលចុចសញ្ញាស្មើវេអក្សរ F I L បាទនេះលោតមកហើយពាក្យថា filter បាទចុចទៅលើ filter ហ្នឹងតបមកចុចមកកាន់ sheet លេខ13ដែលយើងបញ្ចូលបន្ទុកមិញហ្នឹងបាទចុចមកកន្លែងត្រង់ហ្នឹងមកហើយធ្វើការ select បន្ទុកហ្នឹងបាទលេខ2 3នាក់អីចឹងមកបាទអូមកលេខអូឲ្យផុតបាទទៅដល់មុខវិជ្ជាចុងក្រោយគេបាទអង់គ្លេសបាទបន្ទាប់មកកន្លែងខាងក្រោយរូបមន្តនេះបាទសូមកន្លែងលេខ5នេះសូមលុបចេញដើម្បីឲ្យរូបមន្តហ្នឹងគឺចាប់ទាំងអស់បាទនេះថាចាប់ចំនួនសិស្សមានប្រមាណគឺ select ទាំងអស់ហើយគ្រូធ្វើការចាក់សោបាទចាក់សោនៅខាងមុខអក្សរនេះអក្សរ I នេះបាទដល់ចុចទៅលើសញ្ញាដុល្លារបាទអមអក្សរហ្នឹងចុចទៅលើសញ្ញាដុល្លារនៅខាងមុខនេះចុចសញ្ញាដុល្លារដែរបន្ទាប់មកលោកគ្រូធ្វើការចុចទៅលើសញ្ញាក្បៀសមួយហើយបាទមក select បាទ select កន្លែងអត្តលេខសិស្សនេះបាទនេះអត្តលេខសិស្សនេះបាទ select 2 3នាក់ចឹងដែរមកហើយធ្វើការលុបនៅលេខខាងក្រោយចេញដើម្បីឲ្យវា select ទាំងអស់ហើយធ្វើការចាក់សោដូចមិញដែរដែលចុចសញ្ញាដុល្លារបាទចាក់សោសញ្ញាដុល្លារនៅអមសងខាងអក្សរហើយនឹងខាងមុខអក្សរ A ហ្នឹងបន្ទាប់មកចុចទៅលើសញ្ញាស្មើលោកគ្រូអាចមើលរូបមន្តដែលបង្ហាញនៅខាងលើនេះបាទនេះបាទនេះបង្ហាញនេះបាទចុចសញ្ញាស្មើហើយយើងចូលមកកាន់ខែឧសភាវិញដោយคลิกទៅលើអត្តលេខរបស់សិស្សមួយនៅខាងលើគេនេះបាទคลิกលើអត្តលេខនឹងមួយហើយគឺកាបិទរង្វង់កញ្ចក់វិញបាទនេះរូបមន្តគ្រូអាចមើលកន្លែងនេះបានហើយលោកមើលមិនច្បាស់អីបន្ទាប់មកធ្វើការចុចទៅលើkeyboard enter សូមរងចាំបន្តិច
បាទនេះគឺជាបន្ទុកបាទបន្ទុករបស់សិស្សហ្នឹងគឺបានលោតហើយអញ្ចឹងដើម្បីបានទាំងអស់បាទសូមចុចទៅលើហ្នឹងហើយធ្វើការអូសមក select ទាំងអស់ចេញមកបាទដល់អង់គ្លេសមកហើយអូសចុះក្រោមបាទចុចនេះកន្លែងមូលនេះមានកែងចេញសញ្ញាលេខបូក4ជុំបាទចុចអូសចុះក្រោមមកហើយអស់ចំនួនសិស្សហ្នឹងមកបាទហើយបើលើសទេរុញឡើងទៅលើវិញបាទអូសលឿនពេកទៅអាចនឹងផុតបាទអញ្ចឹងយើងលើសសិស្សម្នាក់បាទលុបចេញវិញទៅបាទនេះគឺបន្ទុករបស់យើងបានចូលមកអស់ហើយប៉ុន្តែសម្រាប់សិស្សដែលគាត់បោះបង់ហើយនឹងសិស្សដែលផ្ទេរចេញគាត់អត់បានប្រឡងគឺកន្លែងនេះគឺលោតថា NA អញ្ចឹងយើងវាបញ្ចូលលេខ0មកបាទវាបញ្ចូលលេខ0ណាហើយធ្វើការបាទអូសវាទៅបាទចេញញ៉ាមូលអញ្ចឹងបាទអូសមកផុតមកបន្ទាប់មក copy ទាំងអស់ហ្នឹងហើយយកទៅផាសនៅកន្លែងសិស្សដែលមានអក្សរ NA ហ្នឹងអញ្ចឹងខ្ញុំបានផាសកន្លែងសិស្ស NA ហ្នឹងដោយដាក់លេខ0រួចរាល់ហើយអញ្ចឹងមួយទៀតយើងត្រូវលុបសិតដែលយើងបាន add បន្ថែមនេះលុបចេញតែនៅពេលដែលយើងលុបចេញវានឹងធ្វើឲ្យទិន្នន័យរបស់យើងនេះខូចបាត់ដោយសារយើងបានចាប់រូបមន្ត filter មកពី sheet មួយហ្នឹងអញ្ចឹងដើម្បីកុំឲ្យបាត់បង់ទិន្នន័យរបស់យើងសូមលោកគ្រូធ្វើការ select ទៅលើបន្ទុកសិស្សទាំងអស់ហ្នឹងបាទដោយចុចទៅលើសិស្សខាងលើនេះមួយហើយចុចអក្សរចុចទៅលើ key shift បន្ទាប់មកអូសចុះមកក្រោមផុតមកបាទអូសមកដល់សិស្សចុងក្រោយគេហើយចុច shift ឲ្យជាប់ដោយយកម៉ៅទៅคลิกនៅលើសិស្សចុងក្រោយនេះបាទកែងចុងក្រោយនេះបាទអញ្ចឹងមកគឺយើងបាន select ទាំងអស់ហើយរួចហើយសូមចុចcopy ដោយចុច control អក្សរ C បន្ទាប់មកចុចទៅលើពាក្យ delete បាទលុបចេញវិញបាទហើយលោកគ្រូធ្វើការផាសបាទផាសដោយចុចម៉ៅស្ដាំបន្ទាប់មកជ្រើសរើសយកផាស special បាទយកខាងលើផុតនេះបាទចុចយកហ្នឹងវិញមកអញ្ចឹងនេះទិន្នន័យរបស់យើងគឺវាលែងមានជាប់រូបមន្តហើយអញ្ចឹងកន្លែង sheet មួយនេះដែលយើងបានបន្ថែមលោកគ្រូអាចលុបចេញវិញបានបាទលុបចេញវិញមកបាទអញ្ចឹងនេះបន្ទុករបស់យើងគឺបានហើយគឺលែងប៉ះពាល់អីហើយបាទ